nơiទីនេះគឺយើងអាចអង្គុយញ៉ាំបដាមើលការសម្ដែងសូពិសេសក៏ដូចជាការដុតត្រីបដាមើលទៅឡើងហាយប៉ុន្តែតម្លៃគេឡើងសមរម្យអញ្ចឹងសម្រាប់បងដែលកំពុងទៅរកកន្លែងដេតជាមួយនឹងម្ចាស់បេះដូងអីគឺអាចទៅទីតាំងមកកន្លែងនេះបានសាច់បកកស្រស់ល្អហើយបើថាទៅតាមរយៈវីដេអូរបស់ Twister ទៀតនឹងទទួលបានស៊ុបមួយចាននេះ free ចំណេញតែម្ដងសម្រាប់ហាងដែល Two Sister ទៅនេះគឺមានឈ្មោះថា Sakaba New Tokyo ជាប្រភេទហាងជប៉ុនណាហើយនៅពេលដែលយើងបើកទ្វារចូលមកហ្នឹងគឺឃើញការរៀបចំនៅក្នុងហាងរបស់គាត់ស្អាតមែនតើ vibe យើងអង្គុយញ៉ាំបដាមើលការចំអិនម្ហូបបដាហាត់ចាំយូរទេនាំគ្នាកំងទ្រីងដើម្បីយកមកឈៀសិនសម្រាប់ទ្រីងនេះគឺជាប្រភេទ Doraemon ក៏ដូចជាស្រីស្អាតខ្ជូតនេះហើយបើសិនជាពុកម៉ែបងប្អូនប្រាប់ថាទៅតាមវីដេអូរបស់ Twister នឹងទទួលបានស៊ុបមួយចានដែល Twister កំពុងញ៉ាំនឹង free តែម្ដងចំណេញមែនតើហើយចូលមកដល់ starter របស់យើងនេះគឺជាប្រភេទតាហ៊ូពុកម៉ែបងប្អូនរសជាតិរបស់គេរៀងហឹលប៉ុន្តែដិតប្រៃអញ្ចឹងណាអញ្ចឹងសម្រាប់អ្នកដែលចូលចិត្តញ៉ាំផ្អែមអីអាចថាមេនុយមួយមុខនេះអត់សូវត្រូវទេប៉ុន្តែសម្រាប់អ្នកដែលចូលចិត្តរសជាតិបែបដិតអីគឺត្រូវព្រោះដោយសារតែរសជាតិរបស់គេនេះគឺថាធ្វើចេញមកដិតល្អតែម្ដងហើយសម្រាប់ទ្រីងដែល Twister កំងនេះពុកម៉ែបងប្អូននិយាយទៅគឺថាឡើងខ្ជូតហ្មងណាហើយឥឡូវនេះគឺគាត់កំពុងតែមានការលេង challenge បើសិនជាពុកម៉ែបងប្អូនកំងជាប្រភេទសណ្ដែកនេះមួយចាននឹងទទួលបានការលេងហ្គេមនេះនៅពេលដែលពុកម៉ែបងប្អូនលេងហ្គេមហ្នឹងទៅគឺនឹងមានឱកាសឈ្នះរង្វាន់$10អញ្ចឹងណាប៉ុន្តែតើដាក់ឲ្យចូលកុំដូច Twister គឺថាលើកបន្ទប់តែម្ដងហើយឥឡូវនេះគឺថាឆែរបស់យើងចាប់ផ្ដើមដុតត្រីហើយតើតងជាមួយនឹងវិធីសាស្ត្រនៅក្នុងការដុតត្រីហ្នឹងគឺគាត់ប្រើជាមួយនឹងចំបើងហើយគឺគាត់ដុតអត់ឲ្យឆ្អិនខ្លាំងពេកទេពុកម៉ែបងប្អូនប៉ុន្តែក្លិនរបស់គេគឺឈ្ងុយមែនតើគឺថាឥឡូវបានមកដល់ហើយសាច់ត្រីរបស់គេឡងស្រស់តែម្ដងហើយយើងច្របាច់ក្រូចឆ្មាក៏ដូចជាដាក់បន្ទាប់ជាមួយនឹងបន្លែហើយដំបូងនេះគឺ Twister ដាក់រោយជាមួយនឹងអំបិលហើយពុកម៉ែបងប្អូនក៏អាចយកមកជ្រលក់ជាមួយនឹងទឹកជ្រលក់របស់គាត់អញ្ចេះក៏បានដែរនិយាយទៅគឺថាមួយមុខនេះ Twister ចូលចិត្តខ្លាំងតែម្ដងសាច់ត្រីរបស់គេឡងផ្អែមហើយឡងស្រស់ហ្មងហើយខាងនេះវិញក៏ជាមីនុយដុតដូចគ្នាដែរគឺជាប្រភេទសាច់មាន់ណាគឺយើងអាចច្របាច់ក្រូចឆ្មាដូចគ្នាអញ្ចឹងពុកម៉ែបងប្អូនហើយសម្រាប់ក្លិនរបស់គេឡើងឈ្ងុយតែម្ដងគាត់ដុតអត់ឲ្យឆ្អិនពេកទេគឺថាគ្រាន់តែក្រៀមខាងក្រៅអញ្ចឹងណាហើយយើងជ្រលក់ជាមួយនឹងទឹកជ្រលក់អញ្ចឹងមកគឺឆ្ងាញ់មែនតើហើយនៅពេលដែល Twister កំពុងតែអង្គុយញ៉ាំហ្នឹងគឺ surprise មែនតើគឺដល់បទចម្រៀងគឺបងគាត់ចាប់ផ្ដើមនាំគ្នារាំចាគឺថាពិសេសហ្មងយើងអាចអង្គុយញ៉ាំបដាមើលការសម្ដែងសូពិសេសបដាអីអញ្ចឹងអាចនិយាយបានថាគឺប្លែកភ្នែកមែនតើហើយចូលមកដល់ជាប្រភេទត្រីសាម៉ុននេះវិញគឺស្រស់ល្អណាស់ពុកម៉ែបងប្អូននិយាយទៅគឺថាដាក់មួយម៉ាត់ផ្ទាប់ជាមួយនឹងបន្លែរបស់គេអញ្ចឹងមកខ្ទិះហ្មងឃើញអត់មួយចានគ្រាន់ដាក់ចូលមកអស់លេងហើយឥឡូវចូលមកដល់មេនុយបន្ទាប់ទៀតហើយគឺថាដាក់មួយចានមកអត់មានចាំយូរទេដាក់មួយម៉ាត់អស់តែម្ដងព្រោះដោយសារតែរសជាតិរបស់គាត់ឆ្ងាញ់ហើយសម្រាប់មួយចាននេះគឺមានឈ្មោះថា Salmon Ponzu ពុកម៉ែបងប្អូនសាច់ត្រីសាម៉ុនរបស់គាត់ឡើងស្រស់ហើយនៅពេលដែលគាត់ដាក់ជាមួយនឹងទឹកសោះអញ្ចឹងមកគឺចូលជាតិគ្នាឆ្ងាញ់មែនតើបើថាមួយមុខនេះទៀតគឺកាន់តែខ្ទិះតែម្ដងសម្រាប់ Twister គឺថាពេញចិត្តជាមួយនឹងរសជាតិនៅទីនេះមែនតើគុណភាពសាច់របស់គាត់ក៏ដូចជាការរៀបចំមានអនាម័យហើយសាច់របស់គាត់គឺគុណភាពល្អអញ្ចឹងនៅពេលដែលយើងញ៉ាំទៅគឺថាអូឡើងខ្ទិះពេញមាត់ហ្មងហើយចូលមកដល់នេះវិញគឺជាមីនុយកូនបើគេមកជាមួយនឹងបាយពងទាក៏ដូចជាអន្ទង់សម្រាប់រសជាតិអន្ទង់ហ្នឹងគឺយើងផ្អែមបន្តិចប៉ុន្តែនៅពេលដែលយើងញ៉ាំជាមួយនឹងបាយក៏ដូចជាពងទាទៅគឺល្មមអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលបានឃើញវីដេអូនេះហើយកុំភ្លេចទៅញ៉ាំទាំងអស់គ្នា